បាទឃើញហើយនេះគឺមិនមែនឆេះភ្លើងទេគឺយើងឃើញថាលក្ខណៈហ្នឹងគឺល្អខ្លាំងពេកល្ក្រូចនេះហើយយើងត្រូវដុតភ្លើងដុតនេះគឺយើងដុតយកផ្សែងដើម្បីទី1គឺសម្រាប់សាឡាត់ទី2គឺយើងធ្វើឲ្យស្លឹកផងហ្នឹងគឺ stress ដើម្បីវាជំរុះខ្លះលឹកវាល្អពេកដើម្បីឲ្យវាប្រឹងផ្កាជាជាងលែងស្លឹកអញ្ចឹងយើងគ្រាន់តែយកច្បើងសាមមកយើងដាក់ភ្លើងនៅខាងក្រោមដើម្បីយកផ្សែងវាហើយឃើញថាធ្វើបែបនេះគឺយើងអាចដេញសត្វល្អិតបានផងដែរបាទអញ្ចឹងបើសិនជាយើងក៏លេខទៅមើលគល់ផងវាវិញគឺឃើញស្នាមឆូតៗនេះគឺយើងធ្វើឲ្យវា stress បន្តទៀតណែយើងឆូតកន្លឹងវាដើម្បីបដិការដឹកជញ្ជូនទឹកអញ្ចឹងធ្វើឲ្យមែកវាចាប់ផ្ដើមពឹងផ្កាព្រោះវាគិតថាមែកហ្នឹងគឺត្រូវថាប្រឹងការដើម្បីចេញផ្លែបន្តអញ្ចឹងណាប៉ុន្តែយើងត្រូវធានាថាសុខភាពដើមក្រូចផងយើងគឺមានសុខភាពរឹងមាំស្លឹកមានការលូតលាស់ល្អទើបអាចធ្វើបាន